អ្នកអរគ្នាទូរស័ព្ទ Honor ចេញ model ថ្មីទៀតហើយកន្លងមកខ្ញុំធ្លាប់បង្ហាញអ្នកនរគ្នាជាមួយនឹង Honor 90 Honor 200ដែលជាទូរស័ព្ទដែលមានសមត្ថភាពខ្លាំងប៉ុន្តែតម្លៃវាគឺសមរម្យខ្លាំងមែនទែនឥឡូវយើងមកដល់ចំនួនទី Honor 400 5G series មាន400ធម្មតាហើយជាមួយនឹង model Pro ប៉ុន្តែនៅក្នុងដៃខ្ញុំនេះគឺជា Honor 400 5G រូបរាងស្ដើងហើយទម្ងន់ស្រាលមែនទែនអ្នកនរគ្នាអត់ដល់200ក្រាមទេនេះហើយកាន់ចុចនៅក្នុងដៃយើងប្រើដៃមួយក៏មានអារម្មណ៍ថាវាស្រួលបជាប្រើប្រាស់ដែរអ្នកនរគ្នាមើលហ្គេមអេក្រង់ខាងមុខរបស់វាគឺស្ដើងស្មើគ្រប់ជ្រុងតែម្ដងអេក្រង់របស់វាជាប្រភេទ AMOLED ទំហំ 6.55 អ៊ីងកម្រិតបង្ហាញ 1.5K refresh rate 120Hz មាន HDR ហើយសម្រាប់កម្រិតពន្លឺរបស់វាគេប្រាប់មកថាវាអាចឡើងកប់ដល់ 5000 nit ភ្លឺច្បាស់ល្អមែនទែនបាទហើយរូបរាងនេះមាន3ពណ៌អានេះពណ៌មាសមានពណ៌ខ្មៅហើយជាមួយនឹងពណ៌ខៀវទឹកសមុទ្រទៀតតែពណ៌ដែលខ្ញុំស្រឡាញ់ពណ៌នេះកាមេរ៉ាខាងក្រោយ2គ្រាប់ lens ដើម200 megapixel lens ultra wide 12 megapixel អាចថតវីដេអូបានដល់ 4K ហើយកាមេរ៉ាខាងមុខ50 megapixel ចំពោះផ្នែកកម្លាំងម៉ាស៊ីន RAM 12G យើងអាចធ្វើការ extend RAM បាន 12G ទៀតអញ្ចឹងវាឡើង 24G ហើយ storage មាន2ជម្រើស256ជាមួយនឹង512ចំពោះផ្នែក chip របស់វាគឺវាប្រើ chip Snapdragon 7 Gen 3ដំណើរការដោយ Android 15បាទ Magic OS 9ហើយអ្វីដែលពិសេសនេះគឺអាចទទួលបានកំណែ update ដល់ទៅ6ឆ្នាំអានេះស៊េរីគេហៅថាស៊េរីលំដាប់កណ្ដាលប៉ុន្តែទទួលបានការ update បានយូរឆ្នាំកម្រាស់ស្ដើងប៉ុន្តែទំហំថ្ម 6000 mAh ល្បឿនសាក80 W 80 W ចំណាយពេលដល់1ម៉ោងនៅក្នុងការសាកមកពេញវិញអូខេអានេះវាមាន IP66 ដែរការពារពីធូលីហើយនឹងការពារជ្រាបទឹកតែ66ហ្នឹងយើងមិនអាចជំមុជទៅក្នុងទឹកទេគាត់ថាទឹកសាយទឹកភ្លៀងទឹកអីហ្នឹងគឺអត់បញ្ហាចំណុចពិសេសរបស់ Honor 401ទៀតហ្នឹងគឺវាផ្ដោតទៅលើមុខងារ AI ដែលនៅក្នុងនេះគឺមានមុខងារ AI សម្បូរបែបច្រើនមែនទែនតាក់ទងជាមួយនឹងការថតរូបនៅពេលដែលយើងថតរូបដែលថតចេញមកវាព្រាលឬក៏អត់សូវច្បាស់អីយើងអាចធ្វើការ upscale ប្រើ AI វា upscale បានហើយចំពោះរូបភាពគេថារូបភាពធម្មតាយើងអាចបំលែងវាចេញជាវីដេអូបានវាមាន AI ជំនួយហើយដូចជា AI eraser សម្រាប់លុបបាទលុបរូបអីមួយចេញពីរូបថតហើយនិយាយទៅមានច្រើនទៀតចាំពេលដែលខ្ញុំបានតេស្តប្រើវាខ្ញុំនឹងធ្វើការ review បង្ហាញអ្នកនរគ្នាបន្ថែមសម្រាប់តម្លៃ Honor 400 5G នេះជម្រើស256 $369ជម្រើស 512G $399មានការថែមជូន gift ជាច្រើនអញ្ចឹងបើសិនជាអ្នកនរគ្នាមានចំណាប់អារម្មណ៍ជាមួយនឹង Honor 400 5G អាចអញ្ជើញមករកទិញបាននៅហាងនីកាមានការធានាត្រឹមត្រូវ